របៀបបញ្ជូនមេលបន្ត forward ការបញ្ជូនមេលបន្តក្នុងចំណុចនេះបានន័យថាគេបានផ្ញើមេលនេះមកលោកអ្នកហើយលោកអ្នកចង់ផ្ញើមេលដែលគេបានផ្ញើមកនេះផ្ញើទៅនរណាម្នាក់ទៀតដោយមានអត្ថបទឬទិន្នន័យនៅដដែលហើយដើម្បីប្រើប្រាស់ចំណុច forward នេះបានលោកអ្នកត្រូវអនុវត្តដូចតទៅសូមចុចទៅលើឈ្មោះ mail ដែលគេបានផ្ញើមកថ្ងៃស្អែកម៉ោង 2 មានការប្រជុំជាបន្ទាន់ដូចនេះសូមអញ្ជើញចូលរួមកុំខានបន្ទាប់មកយើងចង់បញ្ជូនសំបុត្រនេះទៅអ្នកផ្សេងទៀតដើម្បីឲ្យគេដឹងឮឬក៏មកប្រជុំនៅថ្ងៃស្អែកដូចនេះសូមបន្តចុចទៅលើពាក្យថា forward បន្តមកត្រង់ចំណុច to សូមវាយ email ដែលលោកអ្នកចង់បញ្ជូនបន្តបន្ទាប់ពីវាយ address email ដែលចង់ផ្ញើបន្តមកក្នុងចំណុចបន្តបន្ទាប់នេះដូចជា subject គឺនៅដដែលចំពោះឯអត្ថន័យនៃសេចក្តីសម្បត្តិនេះគឺនៅដដែលបន្តមកសូមចុចទៅលើសិនបន្តមកសូមចុចទៅលើពាក្យ done នេះគឺជាសម្បត្តិដែលបានផ្ញើមកលោកអ្នកឥឡូវនេះលោកអ្នកបានបញ្ជូនបន្តដូចនេះសម្បត្តិនេះគឺមានសញ្ញាព្រួញបែរមកខាងមុខបញ្ជាក់ថាសម្បត្តិនេះត្រូវបានបញ្ជូនបន្តទៀតហើយ